จังการស្ដាប់ពធនេះសំខាន់ណាញាតិញោមចម្រើនទៅដោយសតិចម្រើនទៅដោយស្មារតីណាយល់ដឹងក្នុងកិច្ចការងារអ្វីជាកុសលអ្វីជាអកុសលអ្វីដែលយើងគួរប្រព្រឹត្តអ្វីដែលយើងមិនគួរប្រព្រឹត្តណាស្គាល់បុណ្យបាបគុណទោសអាក្រក់ល្អសខ្មៅដើម្បីអីដើម្បីបានជាផែនទីជីវិតនៃការបដិបត្តិអនុវត្តណាក្នុងការរស់នៅប្រចាំថ្ងៃណាញាតិញោមរស់នៅដោយបុណ្យរស់នៅដោយកុសលរស់នៅដោយសេចក្តីថ្លៃថ្នូរពងខ្ពស់ហ្នឹងហើយហ្នឹងគឺជាតម្លៃពិតនៃជីវិតរបស់យើងណាញាតិញោមណាមិនតម្លៃនៃជីវិតយើងអាស្រ័យនឹងទ្រព្យធនធានមាសប្រាក់អីណានៃទេមាសប្រាក់កែវកងរបស់ដែលមានសំខាន់ក្នុងโลกនេះដែលជារតនវត្ថុអីយ៉ាងណាហ្នឹងគឺយើងសម្រាប់ប្រើប្រាស់ចាយវាយត្រួតត្រងជីវិតរបស់យើងប៉ុណ្្នឹងឯងរបស់ក្រៅខ្លួនទេណាញាតិញោមណាកាលណាតែយើងមាននៅស្មារតីគឺថាយល់ដឹងថារបស់ទាំងអស់នោះគ្រាន់តែជាគ្រឿងទំនុកបំរុងណាសម្រាប់ជីវិតការរស់នៅរបស់យើងប៉ុណ្ណឹងប៉ុន្តែឲ្យបានទៅជាសារៈសំខាន់ជួយយើងក្នុងដំណើរនៃជីវិតការរស់នៅបច្ចុប្បន្នផងទៅកាន់លោកខាងមុខផងគឺมันអាចទៅបានទេមានតែបុណ្យមានតែកុសលមានតែសេចក្តីល្អជាញាតិជាមិត្តដែលជួយយើងណាក្នុងការរស់នៅនឹងផងអន្ទូលទៅក្នុងសង្សារវដ្តផងគឺមានបុណ្យមានកុសលនឹងឯងញាតិញោមណាដោយពាក្យគេថា3ក្នុងខ្លួន4ក្នុងសាច់1កាត់ផ្ដាច់1កាត់ផ្ដាច់ស្អីគេទៅមច្ចុរាជហើយ2ជាប់តាមណាបុណ្យហើយនឹងបាបណាញាតិញោមដែលត្រូវជាប់តាមជីវិតយើងអត់មានយកម៉ូតូទៅតាមឡានទៅតាមខ្សែកទៅតាមជៀនកវិលទៅតាមអីទេហ្នឹងហើយអញ្ចឹងគឺមានតែរឿងបុណ្យរឿងបាបទៅជាមួយយើងហ្នឹងណាហើយបុណ្យនាំយើងទៅណាញាតិញោមទៅទីប្រសើរពងពោះហ្នឹងហើយបាបនាំយើងទៅណាទៅទីថោទាបហ្នឹងហើយនរកប្រែតិឆានអសុរកាយជាដើមហ្នឹងទៅជាតិមកហើយជាតិបច្ចុប្បន្នហ្នឹងក៏ដូចគ្នាញាតិញោមបុគ្គលណាដែលធ្វើអំពើមិនល្អគឺថាណារមែងទទួលនៅវិនិច្ឆ័យអន្តរាយណាជាបុគ្គលអសប្បុរសជាជនពាលមានពីណាទៅចង់ក្បែរណាវិនិច្ឆ័យវិន័យហិនហោចបុគ្គលដែលធ្វើអំពើចោរកម្មអីជាដើមណាលួចឆក់ប្លន់រត់អំពើជាអកុសលក្នុងសង្គមមានពីណាគេស្រឡាញ់ពីណាគេរាប់អានញាតិញោមហ្នឹងហើយហ្នឹងគឺជាបាបអកុសលផ្ដល់ឲ្យហាណាហើយចំណែកយើងដែលជាសប្បុរសណាជាបណ្ឌិតជាបុគ្គលដែលចូលចិត្តធ្វើបុណ្យធ្វើទានក៏សប្បាយចិត្តនៅក្នុងជីវិតហ្នឹងទៅមានក្រអីយ៉ាងណាទៅតាមដំណើរនៃជីវិតប៉ុន្តែសំខាន់គឺយើងសប្បាយមានញាតិមានមិត្តអីនេះញាតិញោមជួបជុំគ្នាតើសាងល្អរួមគ្នាហើយបានមកប៉ុណ្ណឹងញាតិញោមបើអត់មានការសាងល្អពីមុនមករាប់អានសង្គ្រោះគ្នាដោយធัวទេគ្មានញាតិគ្មានមិត្តទេណាញាតិញោមគ្មានញាតិគ្មានមិត្តទេអញ្ចឹងយើងដែលមានញាតិមានមិត្តអីហើយនេះជាបុណ្យរបស់យើងទេណាជាបុណ្យរបស់យើងដែរដែលយើងធ្វើល្អដែរដែលយើងចេះមានការសង្គ្រោះយោគយល់សង្ឃៈធัวគ្នាទៅវិញទៅមកអីហ្នឹងមិនអញ្ចឹងណាញាតិញោមហ្នឹងគឺយើងក៏បីរក្សានៅតម្លៃនៃសេចក្តីល្អគុណធម៌របស់យើងហ្នឹងហើយបន្តទៅអាត្មាចង់រតនានៅពុទ្ធដីកាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គប្រកាសសម្ដែងមាន4គាថាឬថា4ចំណុច4ឃ្លាញាតិញោមຕົកពិចារណាអញ្ចឹងទៅគឺបានជាចំណេះដឹងណាជាកិច្ចបដិបត្តិក្នុងជីវិតរស់នៅប្រចាំថ្ងៃទី1ព្រះសម្មាសម្ពុទ្ធព្រះអង្គប្រកាសសម្ដែងថាចតតោបញ្ញបវត្តតិបុណ្យរមែងចម្រើនដល់បុគ្គលអ្នកឲ្យណាញាតិញោមណាបុណ្យរមែងចម្រើនដល់បុគ្គលអ្នកឲ្យណាញាតិញោមចាំខ្មែរទៅមិនបាច់ចាំបល័យតតោបញ្ញបវត្តតិអីទៅទេណាចាំបល័យអញ្ចឹងទៅណាសង្ឃយមតោវេរង្ណវិយតេពារមែងពាវរាណាញោមណាពាវរារមែងមិនចម្រើនដល់បុគ្គលអ្នកសង្រួមអ្នកដែលប្រយ័ត្នអ្នកដែលមានស្មារតីណានឹងពាវរាអត់មានទេណា3ហ្នឹងគឺកុសលោវយហាតិបាបកាំងណាបុគ្គលឆ្លាតបុគ្គលឆ្លាតណាញោមបុគ្គលឆ្លាតរមែងលះនៅអំពើអាក្រក់បាន
បុគ្គលឆ្លាតរមែងលះនៅអំពើអាក្រក់បានហើយទី4ហ្នឹងគឺណារាគៈទោសៈមោហខយានិបតោទេបុគ្គលដែលដល់ព្រះនិព្វានបានអាស្រ័យនឹងលះបង់នៅរាគៈទោសៈមោហៈនេះ4គា4បាតមួយគាថាញាតិញោមអញ្ចឹងទី1បនរមែងចម្រើនដល់បុគ្គលអ្នកឲ្យ2ពីរមែងមិនចម្រើនដល់បុគ្គលអ្នកសង្រួមប្រយ័ត្នណាហើយបុគ្គលឆ្លាតរមែងលះនៅអំពើអាក្រក់បានអំពើបាបបានហើយបុគ្គលដែលដល់ព្រះនិព្វានបានអាស្រ័យនឹងការលះបង់នៅរាគៈទោសៈមោហៈណាញាតិញោមហ្នឹងហើយអញ្ចឹង4ចំណុចនេះសំខាន់ណាស់ញាតិញោមក្នុងជីវិតរស់នៅប្រចាំថ្ងៃញាតិញោមត្រូវការបុណ្យទេញាតិញោមត្រូវការបុណ្យទេត្រូវការណាស់ជីវិតយើងអត់បុណ្យនោះមិនរស់ទេញាតិញោមអត់បុណ្យនោះណាហ្នឹងហើយអញ្ចឹងព្រះអង្គតែងថាណាបុណ្យរមែងចម្រើនដល់បុគ្គលអ្នកឲ្យណាបុគ្គលអ្នកផ្ដល់ឲ្យហ្នឹងអញ្ចឹងគឺបុណ្យរមែងចម្រើនដល់ជីវិតហើយយើងទាំងអស់គ្នាកុំភ្លេចបុណ្យណាញាតិញោមកុំភ្លេចបុណ្យហ្នឹងគឺជាសេចក្តីល្អណាក្នុងសដានចិត្តរបស់យើងបុណ្យហ្នឹងគឺជាសភាវៈដែលត្រួតត្រងអ្វីគ្រប់បែបយ៉ាងជាពិសេសគឺជីវិតរបស់យើងអញ្ចឹងបានពាក្យខ្មែរយើងថាអូអ្នកនោះចង់ភូមិអស់បុណ្យហើយអស់បុណ្យបានន័យថាម៉េចញោមអស់បុណ្យហ្នឹងគឺទៅហើយអត់មាននៅទេអត់មានមកអើតករហង្សស្ដាប់ធัวទេអញ្ចឹងណាញោមណានឹងអស់បុណ្យទៅមុនហើយអ្នកញោមនិយាយ3ឆ្នាំហ្នឹងអស់បុណ្យនៅក្នុងន័យហ្នឹងណាព្រោះការស្លាប់វាមានអស់បុណ្យមានអស់អាយុអស់ទាំងបុណ្យអស់ទាំងអាយុបើន័យយើងស្ដាប់បានគឺអស់បុណ្យហ្នឹងហើយអញ្ចឹងយើងដែលមានជីវិតរស់នៅហ្នឹងគឺអាស្រ័យបុណ្យកុសលត្រួតត្រងណាដង្ហើមចេញចូលឲ្យយើងរស់រៀនមានជីវិតទៅបានអត់បុណ្យគឺអត់អាចណាធ្វើដំណើរទៅបានរស់រៀនមានជីវិតអីទៅបានទេអញ្ចឹងបានន័យថាយើងកុំឲ្យភ្លេចបុណ្យហើយបុណ្យយើងអាចចម្រើននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃមិនមែនទាល់ថាយើងធ្វើបុណ្យខួប3ឆ្នាំអញ្ចឹងទៅបុណ្យសង្ឃទានបុណ្យណាបុណ្យអីទៀតបុណ្យវិច័យ4បុណ្យកតញ្ញូបុណ្យចូលបុណ្យចេញវិសាចូលវិសាកឋិនអីទៅបានយើងហៅថាបុណ្យឯណាញាតិញោមបុណ្យហ្នឹងគឺយើងក៏បីចម្រើនគ្រប់ពេលគ្រប់វេលាគ្រប់ទីកន្លែងណាមិនមែនអាស្រ័យនឹងពិធីដែលយើងត្រូវរៀបចំយើងរៀបចំមានពេលមានវេលាបុណ្យខួប3ឆ្នាំក៏យើងរៀបអញ្ចឹងទៅបុណ្យខួបហ្នឹងក៏យើងបំពេញមហាកុសលអីអញ្ចឹងទៅក៏កើតឡើងក្នុងសដានចិត្តរបស់យើងកើតឡើងក្នុងសដានចិត្តរបស់យើងអីអញ្ចឹងទៅប៉ុន្តែរឿងដែលសំខាន់ញាតិញោមគឺយើងធ្វើចិត្តយើងឲ្យជាចិត្តបុណ្យណាញាតិញោមស្ដាប់ឲ្យបានណាចិត្តយើងឲ្យជាចិត្តបុណ្យនោះគឺបុណ្យគ្រប់ពេលមិនមែនថាតលតែយើងធ្វើបុណ្យបានចិត្តយើងបានបុណ្យទេចិត្តយើងជាចិត្តបុណ្យយ៉ាងម៉េចទៅញាតិញោមចិត្តយើងចិត្តបុណ្យគឺចិត្តដែលមានមេត្តាចិត្តមានករណាចិត្តយោគយល់អធ្យាស្រ័យណាចិត្តដែលពិចារណានៅអាយុសង្ខារចិត្តដែលមានបញ្ញាចាក់រលឹកសាងសេចក្តីល្អស្គាល់បុណ្យស្គាល់ទានអីហ្នឹងគឺបែរន័យថាជាចិត្តបុណ្យហើយណាចិត្តបុណ្យគឺបានបុណ្យគ្រប់ពេលញាតិញោមចូលនៅសម្រាននៅផ្ទះក៏បានបុណ្យញាតិញោមធ្វើការងារតូចធំអីយ៉ាងណាក៏នៅកន្លែងការងារក៏បានបុណ្យព្រោះតែញាតិញោមពិចារណាណាយល់ដឹងពីអាយុសង្ខារអីចឹងទៅមានស្មារតីអត់ប្រមាទហ្នឹងណាគឺចិត្តបុណ្យហើយណាញាតិញោមចិត្តអត់ក្តៅក្រហាយផ្ទុយពីចិត្តដែលចំណែនគ្នានេះអ្នករតីគួយអីទៅនឹកឃើញអានឹងមានរស់ស៊ីអីទេវាមានបានដោយសារលួចឆក់ប្លន់អីគេអាគិតក្នុងរឿងអកុសលប្រងទៅបៀតបៀនអ្នករតីអីយ៉ាងណាគិតក្នុងចិត្តនោះបាបញោមហើយបើយើងអង្គុយទៅយើងគិតរឿងល្អរឿងកុសលថ្ងៃនេះមកស្ដាប់ធម៌ព្រះសង្ឃថ្ងៃនេះមកចូលរួមបុណ្យមួយចាស់ទានអីអញ្ចឹងទៅចិត្តនឹកគិតប៉ុណ្ណឹងក៏ប្រព្រឹត្តទៅជាបុណ្យដែរណាព្រោះបុណ្យកុសលស្រ័យនឹងចេតនារបស់យើងណាញាតិញោមចេតនាជាកុសលគិតរឿងល្អគិតរឿងល្អគឺបានបុណ្យបានកុសលនឹងឯងហើយយើងគិតរឿងអកុសលបៀតបៀនអ្នកអតីគឺជាបាបហ្នឹងហើយអញ្ចឹងបុណ្យបាបមិនបាច់ឆ្ងល់អីណាទៅទេណាញាតិញោមនៅក្នុងសដានចិត្តរបស់យើងហ្នឹងអ
chẳng dương ban đăng côn bon ná đăng côn bon chẳng cứ tha chưa diêm chùm ra từ đời bon của sol rạp chỉ vật rồi bao dương đôi chân đây đẹp ra mà xong bột bong đánh mấy nhá cả oi tiền đó nè rồi mình chùm ra đời bon đời của sol bon rồi mình chùm ra đầu của con này oi nó à phần té nhận nhớ rương oi nó men cả vừa tiền đấy men roll tiền từng rất tao chuyện bon đấy nè tiền khác với ọt bàn bon này bàn đây dương miền chặt vơ của nhiệt nhôm rồi ngày nâng bồ đá rừng đằng tiền nó việt bàn bon đấy bàn chưa dương vơ nhiệt nhôm đang tiền này cả cái đó sự cùng mà dương chở ná hơi ra mà xong bút bọn và ca xong tay tăng pi bọn trạc đằng ở pi bọn năm ấy chiêng ấy nó nè phải bật bọn đấy nè bon rồi mấy chấm ran đau vào con này oi tiền đó nghe bàn là tiền khác là đại dương oi nó cứ bàn bon bàn chấm ran bàn được phép mong qua lại tao thế men trong bàn bon này dương chắc là oi kho rương kho ra ấy na nhìn nhôm trong đằng ấy tiền ấy khác để oi tao về bàn bon hay bàn tục tu một vài nhớ là hơi dương rồi ngãi nom kia oi trao nhìn nhôm nòng nốt ra mà xong bớt bọn đại tam trăm mò miền buồn nè cứ một quan đã oi krương sập bài một công đô đợn tây mà hao sập ấy năng nhổm oi rom oi rê triền rom ấy năng dư cực hai chợ tiền năng về tiền đấy mua tiền bởi dừng áo ấy nè phần là tiền năng vì ạt bán bon này nó nhổm oi kỳ rom oi kỳ rê ấy năng kỳ sập bài bẹp là bẹp thầm đa chẳng tới năng tam tụm niệm tụm lọp ấy chẳng tới phần là cực thao bán bon năng ạt bán bon này mà rom rối xóa kia thì triền rồi mà hao sập xây nó sập bài cái năng cảm một con nó nè nâng dưới cái tảng đã tàu ở bàn bon ở nâng ở bàn bon này nhớ nhóm đã toàn đấy vợ ITP nè oi bằng đây ha để oi trang cùng nu rụp cùng nu lệ cái nè để nom oi chặt miền đầm rê cái nông cam mà con ấy nó ngá rụp hiệp nó cứ ọt bàn bon bàn rồi sao lê nâng Peter hay bấy cứ để đặt nom bờ ra stray oi bàn kia chỉ xoa mây rồi thà nhung nó trong bàn bon vô stray na oi tàu bờ ra ấy na nó bàn bon đấy nhau nó cái ai cho bài chặt rồi vật để mệt bon đấy đúng không bon đây nè nâng press sầm tay nhá nhố đừng ngày cùng trong bàn bon ai thầm mình đào mình ấy nan đấy trâu ơi bàn bon này là toàn đấy nhố hay môi tiết bong đại trong khói cứ trong khói sầm khăn nhúng ông đây tha bộc qua để oi kêu sầu văng chế tiên bàn bon ọt nhúng ý chạy đội bè đấy rồi ông đây đã bàn bón nhung đây đang chơi đã bàn đã năng ấy cứ ca để dừng vừa tiền sổ ra trường sổ vâng ấy nâng còn kịch thả bàn bón nó nhung nó bàn bón bàn của sao thế là ngày hay sọc dương nó sổ bô đấy nhận trong sổ bô thế bô thế mà sao đằng ấy nó từ quạt nó bằng bậc kỳ đằng đỏ la để con nó mòn đài thì con đại du tới đôi cả chỉ ca ọt và sạch phiệp xóa để cô này đọc bon đầu tiên là na cả oi sal là hốt sal pram pana thì pata là hốt đo số ra bê rồi nhận nhôm từ tua club để kia chẳng không anh chẳng không mang vẫn đang nó đại rồi con này đôi ọt và sạch phiệp ấy sao đang thường mấy ọt và sạch phiệp ấy nhôm đó giờ là bị trôn tanh chẳng ai ọt và sạch phiệp ọt và sạch phiệp mấy bờ dùng khán nè đờ đạp nè đờ rồi nơi khâu sừng cung nâng miền mà đây luôn ai mà ọt tua chán cứ lô miền sớ khởi nhớ ọt miền tua ấy để nhật nhóm mà thực hoạt mày có cả prap nâng ai bên bây giờ mình lại slap luôn ấy vô tiệt đâu rồi class trả cho tam flow ấy nàn này hay chẳng bao cái xua ra nè xua ta mấy giờ ở trong cái xua ta chơi nhau mà trong ấy trong cha mà phải bà ra kỳ xu mà sân lô tầm mấy đời về phật xa tao về bàn đòi cha na nhóm ô trong ấy khmei nhỉ khmei là hốt rồi khmei là tua tiền rồi ra tao đập về luật nại cho ra chó miền bàn chặt
តន់ឯណាញោមទៅស្លាប់ទៅទាំងក្មេងហ្នឹងគេស្លាប់ទៅទាំងក្មេងដោយសារអ្នកខ្លះចង់ចាស់ហ៎អត់ចង់ចាស់ទេចង់តែក្មេងមានអីទទួលទានគ្រឿងសង្វឹងទៅវាអត់ទាន់ស្គាល់ចាស់ហើយស្លាប់មុនបាត់មុនចាស់អាហ្នឹងក្មេងរហូតហើយអាហ្នឹងគេសួរអញ្ចឹងអត់ចង់ចាស់បើចង់ចាស់ទទួលទានអាហ្នឹងវាមានរឿងអញ្ចឹងណាញាតិញោមបងមួយទៀតញាតិញោមរឿងបុណ្យរឿងទានអីនេះយើងត្រូវបែងចែកដែរណាបើថាជៀសមិនបានទេក៏យើងពេលមានពិធីជួបជុំនេះជាពិសេសញាតិញោមចូលឆ្នាំចូលអីខិតចិត្តមកដល់ហើយបងប្អូនខ្មែរយើងដោយច្រើនជួបជុំគ្នាបើមិនបានមួយយួរពីរយួរមួយកេះពីរកេះទេហាក់ដូចជាជួបជុំគ្នាមិនសូវសប្បាយចឹងណាញោមអានោះទូទៅក្នុងស្រុកយើងហើយយើងទេសនាអញ្ចឹងក្រុមហ៊ុនស្រាខឹងលោកទៀតអត់ទេតាមពិតលោកបរមថ្នាក់ដឹកនាំអីខាងលើអីឥឡូវលេងឲ្យមានប៉ាយស្រាប៉ាយអីឲ្យលោកខំទេសនាហើយមែនទេអប់រំណែនាំថាអីអញ្ចឹងខ្លះគឺមិនប្រយោជន៍ដល់ណាញាតិញោមគឺយើងអាណិតដល់ញាតិញោមយើងហ្នឹងអាណិតដល់អ្នកទទួលទានហ្នឹងណាខូចសុខភាពនរណាគេញាតិញោមហ្នឹងហើយកុំហ្នឹងខ្លាចថាខ្លាចចាស់ខ្លាចអីមិនបាច់ខ្លាចទេឲ្យបានរស់អាយុបន្តិចទៅឲ្យបានចាស់ដូចម៉ែឪយើងទៅកុំឲ្យនៅក្មេងរហូតដោយសារគ្រឿងសារ៉ាស្អីហ្នឹងអត់ល្អប្រពៃអីទៅទេហ្នឹងហើយយើងនឹងជួបបញ្ហាហិង្សាឆ្លោះទាស់ទែងគ្នាកាលជួបជុំគ្នាដំបងលមាក់លមមមិនអីចារីករាយសប្បាយទៅណាញាតិញោមយើងតាមស្រុកតាមភូមិប៉ុន្តែដល់យូរទៅវាទៅជារឿងដែលនាំឲ្យមានហិង្សាឆ្លោះទាស់ទែងគ្នាកាប់ចាក់គ្នានឹងក៏មានណាញាតិញោមហើយពេលខ្លះមិនដល់ហិង្សាអីទៅទេប៉ុន្តែបាត់បង់ស្មារតីធ្វើដំណើរមកហើយពេលខ្លះយើងមុនចូលឆ្នាំអីហ្នឹងនៅជួបជុំគ្នាសប្បាយអីចឹងទៅដល់ពេលក្រោយចូលឆ្នាំដូចជាបាត់បង់សមាជិកអីខ្លះអីអ្នកខ្លះចូលពេទ្យអ្នកខ្លះអីហ្នឹងអាណយអធមណាញាតិញោមយើងមិនចង់ជួបរឿងចឹងឯងគ្រួសារយើងគ្រួសារគេបងប្អូនយើងបងប្អូនគេចឹងណាញាតិញោមអញ្ចឹងយើងត្រូវប្រយ័ត្នទាំងអស់គ្នាអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គដៃហ្នឹងគឺដើម្បីប្រយោជន៍ដល់សត្វលោកណាដើម្បីសេចក្តីសុខសេចក្តីចម្រើនដល់មនុស្សម្នាទូទៅឲ្យមានសិលគ្រប់គ្នាហ្នឹងហើយអញ្ចឹងការជួបជុំគ្នាបើអាចថាតិចតួចល្មាក់ល្មមអីក៏អញ្ចឹងទៅហើយវិធីបុណ្យអីយើងអាចកុំឲ្យមានបុណ្យអីដឹងបុណ្យអញ្ចឹងណាញោមណាបុណ្យឲ្យដឹងបុណ្យទៅពេលខ្លះយើងបុណ្យពុទ្ធសាសនាប៉ុន្តែយកគ្រឿងសូរាជាត្រីមុខអីហ្នឹងក៏អត់ទេអត់ល្អទេនេះមិនរៀបរាប់ក្នុងទីកន្លែងហ្នឹងប្រាប់ញាតិញោមនៅនេះអាត្មារៀបរាប់ទូទៅណាក្នុងសង្គមយើងវាមានអញ្ចឹងបងមានអញ្ចឹងដូចថាយើងអត់បែងចែកអត់ច្បាស់ណាញោមថាទីជប់លៀងជប់អីវាជប់លៀងអីទៅនៅទីបុណ្យឲ្យដឹងបុណ្យអញ្ចឹងទៅលោកចេញផុតមិនទាន់ផុតពីរោងដាក់ប្រឹបទៅហើយសុខភាពខ្លួនឯងបុណ្យខ្លួនឯងទេហើយអត់បានបុណ្យទេណាញោមណានឹងមិនមែនស្មារតីគឺព្រះសម្ដែងព្រះអង្គដែងថារឿងគ្រឿងសង្វឹងដែលយើងផ្ដល់ឲ្យអ្នកអតីតនោះវាអត់ផលទេអត់បានបុណ្យទេបានបាបវិញណាញោមបើឲ្យគ្រឿងសង្វឹងឲ្យបាត់បង់ស្មារតីនឹងឯងដែលណាផឹកគ្រឿងសង្វឹងទៅវាមានស្មារតីល្អទេណាហ្នឹងហើយអញ្ចឹងញាតិញោមបានណាជ្រាបសេចក្តីហ្នឹងនៅទី2អីគេញាតិញោមមិញចំណុចទី2ពាវេរារមែងមិនចម្រើនដល់បុគ្គលអ្នកសង្រួមញាតិញោមចង់ឲ្យគេចងកម្មចង់ពាវេរាជាមួយយើងហ៎ញាតិញោមអត់ទេណាចង់បានអីញាតិញោមចង់បានតែមិត្តចង់បានតែការរាប់អានរាប់រញាតិមិត្តចិត្តខាងអីអញ្ចឹងណាភូមិផងរបងជាមួយអីញាតិចិត្តញាតិឆ្ងាយអីយ៉ាងណាមិនចង់ឲ្យមានកម្មមានពាវេរានឹងគ្នាអីទៅទេណាញាតិញោមអញ្ចឹងដើម្បីកុំឲ្យមានពាវេរាក្នុងជីវិតអ្នកអតីគេចង់អាឃាតព្យាបាទយើងគឺថាយើងខ្លួនឯងនេះគឺថាត្រូវសង្រួមណាញាតិញោមណាពាក្យសង្រួមនេះមិនមែនសង្រួមដោយប្រសង់កងសង្រួមដោយល្អអិនត្រីទេតែក្នុងន័យថាយើងត្រូវប្រយ័ត្នណាយើងត្រូវការពារអំពីអកុសលអំពីអំពើបាបណាញាតិញោមហ្នឹងហើយកុំឲ្យមានកម្មពាវេរាញាតិញោមពាររមិញមិនចម្រើនដល់បុគ្គលអ្នកសង្រួម
នឹងចង់ដែងថាយើងដែលមានកាយល្អវាចាល្អចិត្តល្អយើងអត់ទៅចង់កម្មចង់ពៀវរានឹងអ្នកណាទេណាមានតែការស្រឡាញ់ការរាប់អានពីអ្នកអតីចិត្តខាងអីអញ្ចឹងណាញាតិញោមឥឡូវឧទាហរណ៍ថាញោមអត់បានសង្រួមទេអត់ប្រយ័ត្នទេតួយ៉ាងដោយសម្ដីរបស់យើងអីញាតិញោមសម្ដីវាចារបស់យើងព្រោះយើងរងថ្ងៃនេះងាប់រស់តែនឹងសម្ដីហ្នឹងឯងណាត្រូវរើគ្នាក៏ដោយសារសម្ដីវាចារបស់យើងបែកបាក់គ្នាក៏ដោយសារសម្ដីសម្ដៅរបស់យើងហ្នឹងហើយញាតិញោមហើយយើងរាល់ថ្ងៃហ្នឹងគឺភ្ញាក់ឡើងនិយាយគ្នាណាញាតិញោមណាភ្ញាក់ឡើងនិយាយគ្នាហើយអញ្ចឹងយើងសួរថាតើសម្ដីរបស់យើងដែលនាំឲ្យមានពាវរានឹងយ៉ាងម៉េចហើយសម្ដីដែលមិននាំនៅពាវរាហើយនាំនៅសេរីសួស្ដីនឹងយ៉ាងម៉េចដោយបនចូលឆ្នាំយើងនិយាយពីរឿងថាសេរីនៅត្រង់មុខកន្លែងណាឯណាគឺសេរីនៅត្រង់មុខពេលព្រឹកនៅត្រង់មុខគឺដៅដល់វាចារបស់យើងនឹងឯងអញ្ចឹងបើវាចារបស់យើងណាល្អប្រពៃមិនបៀតបៀនអតីបរោះវិសាអីទៅទេគឺយើងបានសេរីសួស្ដីហើយបើសិនណាបើយើងក្រោកព្រឹកឡើងសម្ដីរកោះបោះបោកជេរបតិចផ្ដាសាឆ្កែឆ្មានឹងហើយញាតិញោមណាគេចូលចិត្តម៉ែឪយើងក៏យើងម៉ែឪអញកាចម៉ែឪអញក៏នៅម៉ែឪអញក៏និយាយក្នុងចិត្តហ្នឹងមិនមែនក្នុងចិត្តម៉ែឪអញក៏កាចដែរទៅវត្តរហូតទៅសុំសិលរហូតម៉ែនៅតែកាចហ្នឹងហើយម៉ែឪខ្លះអញ្ចឹងធ្វើម៉េចយកវាខ្លះវាទម្លាប់អធិស្ឋានយើងអីអញ្ចឹងទៅហើយក៏ជាការរំលឹកដាស់តឿនយើងអស់គ្នាដែរចូលវត្តចូលវាសមាទានសិលអីហើយកុំអោយពាក្យដូចគេថារៀនធัวច្រើនណាស់ខ្លួនកាន់តែចាស់ប៉ះញើកញាតិញោមណារៀនធัวច្រើនណាស់ប៉ះញើកនោះក៏មិនកើតដែរទេព្រោះពេលខ្លះចិត្តរបស់យើងនោះអត់បានអប់រំសុំសិលបានតែសុំទៅហ្នឹងហើយធ្វើបន់បានធ្វើទៅប៉ុន្តែរឿងភាវនាអប់រំចិត្តយើងអត់ទៅបានអប់រំចិត្តអញ្ចឹងទៅចិត្តនៅតែក្មេងចិត្តនៅតែឆេវឆាវចិត្តនៅតែអន់វាអត់មានរឹងមាំណាអញ្ចឹងវាទៅជាអន់ចិត្តអន់ណាញាតិញោមហ្នឹងហើយអញ្ចឹងគឺថាកាលណាតែយើងសង្រួមណាយើងប្រយ័ត្នអញ្ចឹងទៅគឺថាយើងអត់មានពាវរាជាមួយនរណាណីទេឧទាហរណ៍ញាតិញោមជេរស្ដីនរណាអីទៅឆ្លោះទាស់តេងអីជាមួយនរណាយ៉ាងម៉េចទៅញាតិញោមដោយសារសម្ដីរបស់យើងវាចារបស់យើងទង្វើរបស់យើងហ្នឹងវាបង្កនៅការជាបាតគ្នានឹងឯងណាជាបាតគ្នាចង់កម្មចង់ពាវរានឹងគ្នានឹងឯងអញ្ចឹងបានដល់ពេលខ្លះនោះយើងមានពាវរានឹងគ្នាសំពីណាពីណីអីនឹងផងហើយពេលជួបគ្នាបច្ចុប្បន្នហ្នឹងរត់តែខឹងគ្នាអីនឹងផងហើយរហូតទៅដល់ជាតិណាជាតិណីហ្នឹងក៏នៅចង់កម្មចង់ពាវរានឹងគ្នាឃើញគ្នាហ្នឹងគឺអត់មានមេត្តាចិត្តអីទៅទេអញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងពារមែងមិនរងាប់ដោយការចង់ពាទេណាពាមិនរងាប់ដោយការចង់ពាទេណាញាតិញោមអញ្ចឹងបើសិនណាបើគេបន្ទោសសារាយអីយ៉ាងណាយើងក៏នឹងឲ្យដោះស្រាយអីអញ្ចឹងទៅហើយបើល្អគឺព្រះអង្គមិនឲ្យតបតឆ្លោះប្រកែកតវ៉ាអីទៅវិញទេហ្នឹងហើយដោយគេជេរគេស្ដីគេថាអាហ្នឹងរឿងបាបរបស់គេរឿងគេជេរគេស្ដីគេថាមិនតបាបអីខ្ញុំរឿងដែលធំកុំតែខ្ញុំជេរគេវិញណាញាតិញោមណាអាគេជេរគេម៉ាក់ងាយគេធ្វើអីរឿងបង្កប់អីបាបគេហើយដល់ពេលយើងតបតទៅវិញអាហ្នឹងកំហឹងដល់កំហល់ទៅមកឆ្លោះទាស់តេងគ្នាណាណីដូចរឿងក្នុងគ្រួសារអីខ្លះអញ្ចឹងណាគ្រួសារអីខ្លះទៅបើយើងខ្លាំងទាំងអស់ទៅគ្នាហ្នឹងផ្ទុះហើយអញ្ចឹងបើមានដល់ពាក្យគេថាដូចមានទឹកមានភ្លើងណាបើប្តីភ្លើងយើងប្រព័ន្ធទឹកទៅពេលណាប្តីទឹកប្រព័ន្ធភ្លើងបលត់គ្នាទៅវិញទៅមកអញ្ចឹងណាហ្នឹងហើយភាគីខាងណាមានភ្លើងយើងធ្វើជាទឹកម្ដងទៅអញ្ចឹងទឹកនឹងភ្លើងអាចបលត់គ្នាបានប៉ុន្តែបើភ្លើងប្តីក៏ខ្លាំងប្រព័ន្ធក៏ខ្លាំងរម៉ាំងទៅមកមិនទៅញោមបែកចានបែកឆ្នាំងហើយបែកចានបែកឆ្នាំងអីទេព្រាត់ប្រាសនៅរាជគ្រួសារខ្លះដុតផ្ទះចោលវាហើយខ្លះឆ្លោះតទេគ្នាផ្ទះតែកសាងរួមគ្នាមានណាឲ្យគេកាត់មកកណាត់បាញ់មកឃើញនៅឯណាគេបែងចែកទ្រព្យគេកាត់អាផ្ទះមកចំហៀងម្នាក់ចែកគ្នាចេះតែមានទៅអញ្ចឹងដែរណាហ្នឹងហើយហ្នឹងគឺដោយសារអត់មានមេត្តាជាស្រ័យយោគយល់គ្នាអ
ចឹងរឿងពីវរៀននេះសំខាន់ញាតិញោមបើសិនណាបើយើងមិនចង់ជួបក្នុងជីវិតរបស់យើងទេយើងត្រូវប្រយ័ត្នចឹងណាញាតិញោមទី3មិនទៅញោមបុគ្គលឆ្លាតរមែងលះនៅអំពើអាក្រក់បានណាញាតិញោមយើងដែលធ្វើសេចក្តីល្អទៅបានណាធ្វើបុណ្យធ្វើអីទៅបានយើងបុគ្គលឆ្លាតណាញោមណាបុគ្គលឆ្លាតណាមិនបុគ្គលមិនឆ្លាតទេមិនបុគ្គលអសប្បុរសទេអញ្ចឹងញាតិញោមត្រូវច្បាស់ក្នុងចិត្តខ្លួនឯងណាដែលអាចសាងល្អទៅបានធ្វើសេចក្តីល្អទៅបាននេះត្រូវដឹងថាខ្លួនឯងហ្នឹងគឺបុគ្គលឆ្លាតណាញាតិញោមមិនបុគ្គលល្ងងទេណាដែលធ្វើបុណ្យទៅបានទេញាតិញោមមកស្ដាប់ធម៌ញាតិញោមទៅវត្តទៅវាញាតិញោមណាធ្វើសេចក្តីល្អណាក់ទៀនក្តីណាក់សិលរសាសិលអីទៅបានដែលធ្វើកុសលបានហ្នឹងគឺជាបុគ្គលឆ្លាតហើយណាញាតិញោមជាបុគ្គលមានបញ្ញាហើយជាបុគ្គលឆ្លាតអញ្ចឹងញាតិញោមចង់បានណាញាតិញោមឬក៏ចង់ល្ងងចង់ល្ងងមានពីណាចង់ល្ងងទេញោមណាហ្នឹងហើយអញ្ចឹងញាតិញោមក៏សប្បាយចិត្តខ្លួនឯងអីអញធ្វើបន់បានណាអញរក្សាសិលបានណាព្រះសម្មាសម្ពុទ្ធព្រះអង្គដែងថាអូជាបុគ្គលឆ្លាតជាសប្បុរសណាអញ្ចឹងសប្បាយចិត្តខ្លួនឯងអញ្ចឹងណាញាតិញោមតែយើងអាចធ្វើសេចក្តីល្អក្នុងជីវិតរបស់យើងតិចច្រើនអីយ៉ាងណាគឺយើងជាបុគ្គលឆ្លាតហើយមិនមែនជាបុគ្គលល្ងងទេបើបុគ្គលល្ងងអត់ចេះធ្វើបន់ទេណាញាតិញោមអត់ចេះធ្វើបន់ធ្វើទានអីទៅទេស្ដាប់ធម៌ស្ដាប់សាងសេចក្តីល្អក្នុងជីវិតខ្លួនឯងទៅទេហ្នឹងបុគ្គលងឹតល្ងងហើយបុគ្គលអាប់អិតប្រាជ្ញាហើយហ្នឹងហើយអញ្ចឹងយើងដែលមានស្មារតីសាងសេចក្តីល្អបានហ្នឹងគឺជាបុគ្គលឆ្លាតណាជាសប្បុរសជាបណ្ឌិតហើយណាញាតិញោមក៏បីសប្បាយចិត្តខ្លួនឯងអញ្ចឹងហើយប្រឹងប្រែងតទៀតអាហ្នឹងដោយលក្ខណៈយើងលើកទឹកចិត្តខ្លួនឯងអញ្ចឹងណាញាតិញោមណាចំណុចទី3ហើយចុងក្រោយគឺព្រះសម្មាសម្ពុទ្ធព្រះអង្គដែងបុគ្គលដែលដល់ព្រះនិព្វានបានអាស្រ័យនឹងការលះបង់នៅរាគៈទោសៈមោហៈហ្នឹងហើយគោលដៅរបស់ពុទ្ធបរិស័ទយើងទាំងអស់គ្នាគឺថាហ្នឹងហើយនឹងមិននៅក្នុងភពនឹងទៀតទេណានៅក្នុងសង្សារវដ្តទេគឺថាយើងនឹងរំលាស់ខ្លួនចេញចាកអំពីវាលវដ្តសង្សារទៅដល់ត្រើយគឺព្រះនិព្វានណាញាតិញោមធ្វើបុណ្យធ្វើទានអីតែតែប្រាថ្នាណាសូមឲ្យយើងរួចផុតនៅសេចក្តីទុក្ខដល់នៅព្រះនិព្វានហ្នឹងគឺជាទីដែលអត់មានកំណើតកើតអីទៀតទេណាញាតិញោមគឺការរលត់ទៅនៃបញ្ញខណ្ឌអីហ្នឹងគឺថាយើងបាននៅគេហៅថាវិមុតតិសុខណាដល់នៅបរមសុខហ្នឹងគឺជាសុខដ៏ក្រៃលែងព្រះនិព្វានណាតែយើងមិនងាយទៅដល់ទេតែជាគោលដៅនៃពុទ្ធបរិស័ទក្នុងពុទ្ធសាសនាយើងហ្នឹងគឺយើងមិនមែនត្រឹមតែសោយសុខក្នុងត្រៃភពហ្នឹងទេមនុស្សទេវតាអីទៅទេមានព្រំអីទៅទេគឺដើម្បីបានដល់នៅទីរំលត់ទុក្ខព្រោះកាលណាតែយើងមានខណ្ឌណាដែលទូលទៅក្នុងសង្សារវដ្តហ្នឹងគឺសេចក្តីទុក្ខវាតែងតែមានហើយហ្នឹងហើយអញ្ចឹងដើម្បីរំដោះនៅសេចក្តីទុក្ខក្នុងជីវិតរបស់យើងបានគឺមានតែមិនមានការកើតហើយមានការស្លាប់គឺព្រះនិព្វាននឹងឯងអញ្ចឹងដើម្បីបានដល់ព្រះនិព្វានទៅបានវាទាល់តែកាត់ផ្ដាច់នៅឫសគល់នៃកំណើតរបស់យើងនោះណាញាតិញោមកំណើតជាមនុស្សក្តីជាទេវតាក្តីព្រំអីក្តីកំណើតក្នុងអបាយភូមិអីក្តីគឺអាស្រ័យនឹងណារាគៈទោសៈមោហៈនឹងឯងណាញាតិញោមដែលជាមូលណាដែលជាឫសគល់នៃកំណើតរបស់យើងមានអវិជ្ជាជាដើមអីហ្នឹងអញ្ចឹងពេលណាដែលយើងអាចដើម្បីកម្ចាត់បងនៅអកុសលទាំងអស់នឹងបានគឺយើងអាចសម្រេចមគ្គផលបានស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធអីទៅហើយយ៉ាងការរស់នៅរបស់យើងអន្តរទៅក្នុងសង្សារវដ្តណានឹងក៏ដូចគ្នាបើសិនណាបើយើងសម្បូរទៅដោយរាគៈសម្បូរទៅដោយទោសៈសម្បូរទៅដោយមោហៈហ្នឹងគឺថាកំណើតកើតជារបស់យើងមិនបានប្រសើរថ្លៃនៅពងពោះទេញាតិញោមណាដោយសត្វដេរិឆានអីក្នុងកំណើតថោកទាបហ្នឹងអាស្រ័យអីញាតិញោមអាស្រ័យនឹងអកុសលដែលមានក្នុងសដានចិត្តដែលយើងប្រព្រឹត្តទៅក្នុងបច្ចុប្បន្នហ្នឹងណាដូចជាមនុស្សដែលសម្បូរទៅដោយរាគៈទៅណាញាតិញោមសម្បូរទៅដោយលោភៈទៅណាកើតជាប្រែតនោះណាសម្បូរទៅដោយទោសៈទៅកើតឯណាញោមនរកនោះហ្នឹងហើយសម្បូរទៅដោយមោហៈក្នុងកំណើតជាដេរិឆាននោះអញ្ចឹងគឺថាបើសិនណាបើយើងព្យាយាមកាត់បន្ថយណាជំរះបង់នៅអកុសលក្នុង
សដានៃចិត្តរាគៈទោសៈមោហៈហ្នឹងគឺថាជីវិតរបស់យើងបានពោពេញទៅដោយមហាកុសលហើយនឹងញ៉ាំងយើងឲ្យបដិសន្ធិក្នុងទីដ៏ប្រសើរខ្ពង់ខ្ពស់ទីបំផុតនៅពេលណាដែលយើងកាត់ផ្ដាច់នៅរាគៈទោសៈមោហៈបានគឺថាយើងនឹងដល់នៅព្រះនិព្វានអនុមោទនី